អូខេសួស្តីទាំងអស់គ្នាឥឡូវខ្ញុំណែនាំឲ្យស្គាល់នឹងលឺពលករខ្មែរយើងគេហៅខ្វិតការ៉េចឹងខ្ញុំថ្ងៃហ្នឹងខ្ញុំសុំសាកលបងខ្វិតការ៉េនៅការ៉េហ្នឹងវាដូចជាបែបណាទាំងអស់គ្នាគេអាហ្នឹងគេហូបច្បកបើខ្វិតខ្មែរយើងគេហូបសាច់ខ្នងឥឡូវមិនចាំទាំងអស់គ្នាហើយយើងសាកលក់មួយមើលខ្ញុំចាត់ហើយចាំបើពីផ្ទះអំបិលម្ទេសហហូបបាយហើយបានហ៊ានហូបសាច់យើងស្ពោតតែមានជាតិចត់ជាងជូរអែមទៅណ៎ឆ្ងាញ់ចាចុះនេះឆ្ងាញ់ចាមិនឆ្ងាញ់ការ៉េហូបបានណាឆ្ងាញ់យ៉ាងអស់នេះបំទេដាក់ឆ្ងាញ់យ៉ាងអស់នេះរសជាតិចាប់ដូចគ្នាតែសាច់ឆ្ងាញ់ឆ្ងាញ់មែនណាអស់នេះខ្ញុំឆ្មាណាគេថាលេងតាឆ្មារសជាតិវាថាហូបអត់កើតនេះហូបមកឆ្ងាញ់ម្ដង